ក្រទ្របតែមានបុណ្យក្រទ្របសម្បត្តិមិនមែនបានសេចក្តីថាថោកទាបនោះទេអានឹងក្រទ្របមិនមែនប្រែមកថាថោកអីណាគ្រាន់តែអត់ប្រាក់ចាយតាប៉ុន្តែមិនមែនប្រែមកថាអ្នកនឹងថោកទាបដោយសារអត់ទ្រព្យសម្បត្តិមែនទេហើយក៏មិនមែនថាក្រទ្របនឹងត្រូវតែកើតទុក្ខក៏មិនមែនដែរមិនក្រទ្របនឹងប្រែមកថាកើតទុក្ខទៅនោះទេរីឯការមានបានក៏មិនទាន់មានឈ្មោះថាខ្ពង់ខ្ពស់នោះដែរមិនមានទ្រព្យហើយគឺជាអ្នកប្រសើរខ្ពង់ខ្ពស់ទេហើយក៏មិនមែនថាមានសេចក្តីសុខពិតប្រាកដនោះដែរដោយសារតែមានទ្រព្យនឹងអត់ទេចឹងដូចជាលោកសិទ្ធិអនាថបិណ្ឌិកបាសិកាវិសាខាអីហ្នឹងគឺមានទ្រព្យច្រើនហើយណាតែលោកបានប្រសើរពងខ្ពស់ដោយសារអីដោយសារគុណសម្បត្តិណាសោតាបត្តមៈកើតឡើងសម្រាប់សោតាបត្តផលជាព្រះអរិយបុគ្គលសទ្ធាសិលសតៈចាគៈបញ្ញានេះដែលជាគុណតម្លៃនៃជីវិតដូច្នេះយើងបាត់បង់អ្វីឬក៏ថាមិនមែនជាមហាសេដ្ឋីមិនមែនជាអ្នកមានប៉ុន្តែយើងមានសិទ្ធិស្រឡាញ់ខ្លួនយើងតាទោះជាអ្នកដទៃមិនស្រឡាញ់ក៏ដោយយើងមានសិទ្ធិស្រឡាញ់ខ្លួនឯងធ្វើខ្លួនឯងឲ្យមានតម្លៃសម្រាប់ខ្លួនឯងបានទេតាវាអត់មែនជារឿងអីដែលយើងចេះតែទទូចទទេទៀមទាពីអ្នកដទៃទេសំខាន់ណាស់ណាខ្លួនយើងហ្នឹងទោះជាយើងចង់បានពីអ្នកដទៃក៏មិនមែនអ្នកដទៃឲ្យសិលយើងបានដែរមិនមែនអ្នកដទៃឲ្យសមាទិដ្ឋិយើងបានទេមិនមែនអ្នកដទៃនឹងឯងឲ្យយើងសម្រេចមគ្គផលបានទេអញ្ចឹងព្រះពុទ្ធអង្គមានចាំបាច់ប្រទានពធអវាទអីប្រទានចែកមគ្គផលឲ្យគ្រប់គ្នាទៅយើងក៏មិនបាច់កើតមកដែរទទួលមគ្គផលពីព្រះអង្គទៅនឹងបើមានវិធីឲ្យនៅគុណធម៌ឲ្យនៅសេចក្តីល្អដាក់បញ្ចូលឲ្យគ្នាប៉ុន្តែព្រះអង្គដែលជាព្រះដ៏មានបុណ្យមានគុណលើសត្វលោកត្រង់ដែលព្រះអង្គសម្ដែងប្រាប់នឹងឯងចឹងដែលជាព្រះបរិយត្តិសធម្មនេះព្រះអង្គសម្ដែងប្រាប់ប្រទានពធទេសនានឹងគឺគុណក្រៃលែងអស្ចារ្យបរតោខោសៈដែលល្អហ្នឹងដែលនាំឲ្យអ្នកស្ដាប់មានឧបនិស្ស័យមានយោនិសោមនសិការៈមានសទ្ធាជាដៃជាភេជ្ជៈទទួលយកអាវាតពីព្រះអង្គមកហ្នឹង